និទានគំនិតអាគារខ្ពស់ចាប់ផ្ដើមពីឥដ្ឋមួយដុំអាគារខ្ពស់សុទ្ធសឹងតែចាប់ផ្ដើមកកើតឡើងពីឥដ្ឋដុំទី1មនុស្សដើរបានឆ្ងាយក៏ត្រូវតែចាប់ផ្ដើមពីជំហានទី1អ្នកឡើងទៅដល់ចុងត្នោតក៏ត្រូវតែចាប់ផ្ដើមពីគល់ត្នោតដូចគ្នាដែរផ្កាយ3ចាប់ផ្ដើមពីពុលតូមហាសេដ្ឋីជាច្រើនចាប់ផ្ដើមពីបាតដៃទទេមនុស្សគ្រប់រូបចាប់ផ្ដើមពីចំណុច0ដូចគ្នាបន្ទាប់ពីនោះមកទៀតបើយើងមានការព្យាយាមច្រើនប៉ុណ្ណាយើងក៏កាន់តែឃ្លាតឆ្ងាយពីចំណុច0ប៉ុណ្ណោះដែរសូមកុំឲ្យតែឈប់ដើរនិងសូមកុំឲ្យតែមើលស្រាលបែបមនុស្សទុតិធិនិយមអ្វីដែលសំខាន់នោះគឺអ្នកត្រូវចាប់ផ្ដើមធ្វើឬមួយនៅរារែកចិត្តអ្នកចុះទុនវឹកហាត់រៀនសូត្រដល់កម្រិតណាហើយអ្នកបានព្យាយាមដល់កម្រិតណាដើម្បីដើរទៅរកគោលដៅនោះ